បរោះជីកក្តាមមានបរោះប្តីប្រពន្ធមានកូនប្រុសមួយនោះកូននោះអាយុបាន12ឆ្នាំមាតាស្លាប់នៅតែឪពុកពោះម៉ាយឪពុកក៏ធ្វើរបស់របរលក់ដូរតែ2នាក់នឹងកូនលក់មិនដាច់រឹតតែក្រទៅក្រោយមកឪពុកអនិច្ចកម្មទៅទៀតកូននៅតែម្នាក់ឯងរក្សាផ្ទះសម្បែងឪពុកស្លាប់ទៅ5ថ្ងៃក៏មកពន្យល់សពកូនកូនឯងក្រលំបាកណាស់យើងជាឪពុកមានរបស់អ្វីនឹងឲ្យទេដូច្នេះឲ្យកូនទៅជីកក្តាមនៅក្រោមខ្ទមអ្នកតាទិសឦសានផ្ទះយើងយកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះវេលាថ្ងៃរះឡើងកាលណាឲ្យកូនទៅជីករាល់ថ្ងៃកុំខានលុះភ្លឺឡើងកូននោះភ្ញាក់ឡើងចាំជះនៅនិមិត្តសពក្រុមក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្តាមមួយប្រកបមែនរួចយកក្តាមនោះទៅលក់ឲ្យអ្នកផ្សារជីកស្រួលស្រួលបន្លឺមកមកជួយធ្វើក្តាមជួយធ្វើក្តាមក្តាមខ្ញុំថ្មីថ្មីស្រស់ស្រស់ល្អណាស់នេះជួយទិញក្តាមខ្ញុំខ្លះទៅក្តាមខ្ញុំថ្មីថ្មីស្រស់ស្រស់ល្អមែនដាក់ក្តាមនេះលក់ឲ្យមិនដឹងមកចែកឲ្យពូខ្លះមកចឹងបរោះនោះបានប្រាក់ហើយត្រឡប់មកវិញថ្ងៃក្រោយវេលាព្រឹកទៅជីកក្តាមនៅទីកន្លែងដដែលនោះបានក្តាមមួយយកទៅលក់ឲ្យអ្នកផ្សារទៀតគេក៏ទិញយកពូមីងជួយទិញក្តាមខ្ញុំខ្លះទៅឲ្យពូ10មកបរោះនោះត្រឡប់មកផ្ទះនៅទីនោះមានមហាសិទ្ធិម្នាក់មានកូនក្រមុំច្រើនកូនស្រីបងទាំងប៉ុន្មានមហាសិទ្ធិរៀបឲ្យមានប្តីទាំងអស់នៅតែកូនស្រីម្នាក់ឈ្មោះនាងពៅគឺកូនពៅប្រកែកមិនព្រមយកប្តីមហាសិទ្ធិជាឪពុកម្ដាយបង្ខំឲ្យមានប្តីក៏មិនព្រមយករីឯបុរសនោះថ្ងៃក្រោយទៅជីកក្តាមនៅទីកន្លែងដដែលទៀតបានហើយកាន់យកទៅលក់នាងពៅកូនក្រមុំមហាសិទ្ធិបានឃើញក៏ហៅមកសួរអេបងប្រុសយកក្តាមទៅណានឹងអូខ្ញុំយកទៅលក់នៅឯផ្សារអញ្ចឹងលក់ឲ្យខ្ញុំទាំងអស់បានទេអូបានខ្ញុំនឹងមិនពិបាកយកទៅលក់នៅផ្សារផងនាងពៅក៏ទិញយកទាំងអស់ពីថ្ងៃនេះតទៅបើអ្នកបានក្តាមកុំលក់ឲ្យអ្នកណាអ្នកយកមកលក់ឲ្យខ្ញុំរាល់ថ្ងៃកុំខានណាអូអញ្ចឹងចាប់ពីស្អែកទៅខ្ញុំយកមកលក់ឲ្យអ្នកនាងអរគុណអ្នកនាងណាដោយនាងនោះមានចិត្តប្រតិបត្តិនឹងបុរសនោះណាស់តែអ្នកនោះមិនដឹងខ្លួនបុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញថ្ងៃក្រោយបុរសនោះយកមកលក់ឲ្យតែនឹងនាងរាល់ថ្ងៃនាងនោះទទួលទិញយកមិនដែលខានហើយនាងពៅមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើងក៏ធ្វើរឹកពីកិរិយាឲ្យបុរសនោះដឹងអូបងប្រុសហត់ហើយហូបបាយទឹកបន្តិចសិនទេហើយយកបាយកញ្ចប់ទុកញ៉ាំតាមផ្លូវផងទៅបងប្រុសបាទអរគុណអ្នកនាងណាខ្ញុំលាទៅវិញសិនហើយនាងនោះស្រឡាញ់ខ្ញុំពិតប្រាកដណាស់តាមកាយវិការរបស់នាងហើយណាស់ខ្ញុំសពថ្ងៃក្រីក្រណាស់ណាមួយកំព្រាផងហើយខ្ញុំរាល់ថ្ងៃក្រលំបាកណាស់ហើយកំព្រាទៀតខ្ញុំមិនហ៊ាននិយាយស្ដីថាម៉េចទេចំណែកបងស្រីប៉ុន្មាននាក់បានឃើញនាងពៅជាប្អូនធ្វើរឹកពីកិរិយាស្រឡាញ់បុរសលក់ក្តាមនោះពុនពេងក៏នាំគ្នាទៅជម្រាបមហាសិទ្ធិជាមេដាបៃតា
លោកពុកនាងពៅធ្វើរឹកពីស្រឡាញ់បរោះជីក្តាមនោះក្រៃពេកបរោះនោះបានក្តាមចេះតែមកយកលក់ឲ្យនាងពៅទទួលទិញរាល់តែថ្ងៃរួចធ្វើរឹកពីកិរិយាស្រឡាញ់បរោះនោះខ្លាំងណាស់ខ្ញុំទាំងអស់និយាយទូមៀតដូចម្ដេចក៏មិនព្រមស្ដាប់តាមរត់តែធ្វើខ្លាំងឡើងខ្លាំងណាស់ណាលោកពុកសេដ្ឋីជាមេដាបិតាឮដូច្នេះច្រឡោតខឹងឲ្យហើយនាងពៅមកជេរបន្ទោសថ្មេះតែហងនេះជាមនុស្សរឹងទទឹងចិត្តមេដាបិតាអញឲ្យមានប្តីទៅមនុស្សមានទ្រព្យសម្បត្តិហងឯងមិនព្រមយកឥឡូវហងឯងស្រឡាញ់មនុស្សកំសត់លក់តែក្តាមទៅវិញហងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឲ្យឆាប់ទៅហើយយកអាកំសត់លក់ក្តាមនោះចុះតាំងពីថ្ងៃនេះទៅហងឯងកុំមកផ្ទះអញសូម្បីតែក្នុងភូមិក៏មិនបានអញកាត់កាលចោលហើយអើវាហើយលើកលែងឲ្យកូនម្ដងទៅចំណែកមេដាកាត់ចិត្តមិនដាច់នឹងកូនពៅក៏លបវិចរបស់ស្រាលដែលមានតម្លៃឲ្យទៅនាងពៅជាកូនណែកូនណែនេះរបស់របរមានតម្លៃខ្លះអាចឲ្យកូនដោះស្រាយជីវភាពខ្លួនឯងបានសូមឲ្យកូនទៅឲ្យបានសុខសំណាងល្អណាស់កូនណាម៉ែសុំទោសកូនលាម៉ែនឹងពុកសិនហើយពេលកូនមានជីវភាពល្អប្រសើរកូននឹងវិលមកជួបម៉ែនឹងពុកវិញណាកូនសំពះលាមេដាយកបង្វិចដែលមេដាឲ្យចុះចេញពីផ្ទះសម្ដៅទៅផ្ទះបរោះលក់ក្តាមនិយាយប្រាប់ពីរឿងមេដាខឹងបណ្ដេញចេញសពគ្រប់បរោះនោះបានស្ដាប់ហើយឆ្លើយតបដោយក្តីអាណិតនាងពៅជាខ្លាំងខ្លួនខ្ញុំសពថ្ងៃក្រីក្រជាទីបំផុតហើយកំព្រាមានតែម្នាក់ឯងផងនាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតាចាប់ទោសយកខ្ញុំទៅសម្លាប់ខ្ញុំមិនទៅវិញទេសូវស្លាប់នឹងអ្នកហើយបើដូច្នេះយើងគិតដូចម្ដេចបើអ្នកគិតឃើញយ៉ាងណាខ្ញុំនឹងទទួលតាមបើដូច្នេះយើងនាំគ្នាចេញចោលផ្ទះទៅនៅខេត្តក្រៅហើយធ្វើផ្ទះនៅជាមួយគ្នាដើម្បីកុំឲ្យលោកសេដ្ឋីតាមរកយើងឃើញលោកព្រឹកឡើងមកជីកក្តាមនៅទីដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ហើយទិញវត្ថុផ្សេងមកផ្ញើប្រពន្ធជួយទិញក្តាមខ្ញុំផងច្រើនថ្ងៃបនាងពៅនោះហេតុតែជាស្រីគ្រប់លក្ខក៏ប្រតិបត្តិប្តីមិនឲ្យទាស់ចិនវេលាយប់ចូលដំណេកនាងពៅនិយាយនឹងប្តីថាអូនសុំចិត្តបងតាំងពីថ្ងៃនេះតទៅបងកុំទៅជីកក្តាមទៀតឡើយប្រាក់កាសយើងមានច្រើនណាស់បើបងចង់ទិញរបស់អ្វីៗតាមចិត្តបងចាស់អត់ទេបងចង់រកប្រាក់បានខ្លះទៀតមិនចង់នៅទំនេរដូចនេះទេប្តីមិនព្រមតាមលុះព្រឹកឡើងប្តីកាន់ចប់ទៅជីកក្តាមទៀតប្រពន្ធឃើញដូច្នេះក៏លបដើរតាមទៅមើលទីកន្លែងឲ្យបានច្បាស់មិនឲ្យប្តីដឹងលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកប្តីជីកបានក្តាមហើយយកទៅលក់រួចទិញម្ហូបចំណីផ្ញើប្រពន្ធបងថ្ងៃនេះទៅកាប់អុសក្នុងព្រៃឆ្ងាយអូននៅមើលផ្ទះសម្បែងឲ្យស្រួលផងចាមិនអីទេបងកុំព្រួយអីនាងពៅបានឃើញប្តីទៅរកអុសក៏កាន់ចប់ទៅជីករំលើងនៅទីកន្លែងដែលប្តីជីកក្តាមនោះអស់រួចហើយក៏ត្រឡប់ដាំបាយធ្វើម្ហូបចំណីទុកឲ្យប្តីបរិភោគពេលថ្ងៃល្ងាចត្រជាក់ប្តីមកពីព្រៃក៏បរិភោគបាយជាមួយគ្នាលុះព្រឹកឡើងប្តីទៅកាន់ចបជីកក្តាមទៀតទីកន្លែងនេះដូចជាធ្លុះធ្លាយរលើងចាត់ខ្ចាយអស់ហើយប្រហែលជំនាញអាណាមកជីកក្តាមកន្លែងនេះដែរហើយអាយ៉ាសម្បកក្តាមអីក៏ធំចម្លែកម្លេះប្លែកស្ងួតស្អាតដូចជាហាលថ្ងៃយូរហើយអ្នកនោះក៏កាន់សម្បកក្តាមយកមកទុកក្រោមផ្ទះមិនបានប្រាប់ភរិយាឲ្យដឹងភរិយាក៏មិនបានសួរប្តីដូចម្ដេចឡើយដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃមួយណែកទៅក្រោមផ្ទះធ្លាក់ទៅលើសម្បកក្តាមធំនោះ
នាងពៅក៏មិនអោយប្តីដឹងហើយគិតចាំព្រឹកភ្លឺច្បាស់ឡើងសំចុះទៅយកប្រាក់មកទុកវិញលុះព្រឹកឡើងនាងពៅចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់ស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមនាងអរណាស់យកមកឲ្យប្តីណែនេះបានប្រាក់មកពីណាមិនក៏ច្រើនម្ល៉េះកាលពីយប់មិញខ្ញុំកាន់ប្រាក់ដើម្បីយកទៅទុកខាងក្នុងករបូតពីដៃមួយណែនធ្លាក់ទៅក្រោមផ្ទះខ្ញុំពុំបានចុះទៅយកពីព្រោះគិតឃើញថាផ្ទះនៅឆ្ងាយពីគេគ្មានអ្នកណាដឹងហើយឃើញចាំព្រឹកភ្លឺច្បាស់សឹមចុះទៅយកមកទុកលុះព្រឹកឡើងខ្ញុំចុះទៅយកស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមខ្ញុំក៏យកមកជូនបងបងមានអំណរពុនប្រមាណហើយពីថ្ងៃនេះតទៅបងយល់ឈប់ទៅជីកក្តាមទៀតហើយមែនទេបងអញ្ចឹងយើងលែងលំបាកវេទនាទៀតហើយខ្ញុំពិតជាអរខ្លាំងណាស់ទាំងពីរអ្នកប្តីប្រពន្ធវេលាជប់កាលណាក៏នាំគ្នាទម្លាក់ប្រាក់ទៅចំសម្បកក្តាមធំលុះព្រឹកឡើងចុះទៅមើលឃើញពេញសម្បកក្តាមក៏យកមកទុករៀងរាល់ថ្ងៃបើទម្លាក់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀលបើទម្លាក់ប្រាក់ណែនព្រឹកឡើងឃើញប្រាក់ណែនបើទម្លាក់គ្រឿងមាសពេជ្រព្រឹកឡើងឃើញគ្រឿងមាសពេជ្រពេញសម្បកក្តាមទាំងពីរអ្នកប្រព្រឹត្តយ៉ាងនេះចំនួន1ឆ្នាំប្រាក់និងគ្រឿងប្រដាប់មានច្រើនណាស់រាប់មិនអស់ប្រាក់យើងមានច្រើនម្ល៉េះយើងបានអ្វីទុកដាក់ប្រាក់គ្រឿងប្រដាប់ទាំងអស់នេះទៅយើងនាំគ្នាយកប្រាក់និងគ្រឿងប្រដាប់ទាំងអស់ទៅជីកដៃកប់ទុកទៅក្រោយពីថ្ងៃនោះមកទាំងពីរអ្នកប្តីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមេដាបិតាទៅដល់បងស្រីទាំងអស់បានឃើញហើយជេរមេចៅចង្រៃឯងនាំប្តីកំសត់លក់តែក្តាមរកអីហងឯងបានឮទេលោកពុកបណ្ដេញកាត់កាលចោលហើយសូម្បីតែក្នុងភូមិក៏ចូលមិនបានដែរមេចៅចង្រៃឯងចេញពីភូមិឲ្យឆាប់ទេបងទាំងអស់គ្នាកុំមើលងាយខ្ញុំមកនេះដើម្បីសួរពុកនិងម៉ែលោកមានគុណលើខ្ញុំមិនសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំងអស់ក៏ខ្ញុំមិនសុំខ្ញុំមើលទៅទ្រព្យសម្បត្តិបងឯងទាំងអស់គ្នាមានតែប៉ុណ្ណេះខ្ញុំមិនកោតមិនព្រឺឡើយសូម្បីតែរួមជើងខ្ញុំក៏ខ្ញុំមិនព្រឺដែរអូហងឯងនេះអួតខ្លាំងណាស់អញមិនជឿនោះទេបើមិនជឿភ្នាល់គ្នាចាស់ភ្នាល់គ្នាដូចម្ដេចខ្ញុំឲ្យបងទាំងអស់គ្នារាប់ប្រាក់ខ្ញុំឲ្យអស់ក្នុងមួយថ្ងៃបើរាប់អស់ខ្ញុំចែកឲ្យគ្រប់គ្នាបើរាប់មិនអស់ខ្ញុំមិនឲ្យទេតែខ្ញុំយល់ថាកុំឡើយរាប់មួយថ្ងៃទុកជារាប់2ថ្ងៃឬ3ថ្ងៃក៏មិនអស់ដែរអូអញមិនព្រមទៅរាប់ទេបើហងឯងក៏ហក់អញវាយហងឯងសម្លាប់ចោលហើយអញ្ចឹងក៏តាមចិនបងក៏នាំគ្នាទៅរាប់ប្រាក់នាងពៅរាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមេដាបិតាពុកម៉ែនាងពៅជាប្អូនវាអួតខ្លាំងណាស់ខ្លួនវាមានប្រាក់ច្រើនខ្ញុំទាំងអស់គ្នាមិនជឿហើយវាថាបើមិនជឿទេឲ្យទៅមើលផ្ទះវាចោះខ្ញុំទាំងអស់គ្នាក៏ទៅមើលឃើញថាវាមានប្រាក់ច្រើនមែនហើយក៏ភ្នាល់នឹងវាហើយវាថាបើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាក្នុងមួយថ្ងៃអស់វាឲ្យខ្ញុំយកចែកគ្នាចោះហើយថាបើរាប់មិនអស់ទេវាមិនឲ្យនោះទេខ្ញុំទាំងអស់គ្នារាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ប្រាក់វាដែរហើយខ្ញុំត្រឡប់មកជម្រាបពុកម៉ែសូមជ្រាបយីហេតុអីមានប្រាក់ច្រើនយ៉ាងនេះលោកក្រមការទៅមើលប្រាក់នាងពៅឲ្យជាក់ច្បាស់ទៅមើលបើក្រុមការទាំងនោះបានឃើញប្រាក់នាងពៅច្រើនប្រកបមែនហើយត្រឡប់មកជម្រាបមហាសេដ្ឋីសពគ្រប់មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ក៏បានហៅបំរើឲ្យទៅហៅនាងពៅនិងកូនប្រសាមកប្រាប់កូនឯងមកនៅជាមួយនឹងបិតាវិញចុះទើបមហាសេដ្ឋីបង្គាប់ក្រុមការទាំងអស់ឲ្យកេណ្ឌរទេះក្របីគោជាច្រើនទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅយកមកទាំងអស់លុះមហាសេដ្ឋីជាមេដាបិតាទទួលមរណភាពទៅវេលានោះប្តីនាងពៅនិងភរិយាបានធ្វើជាសេដ្ឋីជំនួសបិតាតទៅឈើពងកុំដាក់គូតលើ